Ajari ទៅអត់រួចជាមួយនឹង Michael Olise ទេ Olise អត់ខ្ចីដួលបញ្ជូនមក Olise ដែរ Barcola ដែរអូខេតោះទុកមួយសិនបែរទៅពី Mbappe ទៅឲ្យ Mbappe ទៅនេះឲ្យទៅកាន់ Barcola អូចូលកាត់ចូលឲ្យជួយអត់មានអ្នកថែមទៀតអញហើយអូ clear ទៅណាមកឆ្ងាយ Tchouaméni ឲ្យទៅកាន់ Michael Olise អញថាវាធ្វើផ្លូវក្នុងមកទៅអូលីសេផងដឺមេលេផងពេផងសុទ្ធអត់ចូលអូយកោងចេញក្រៅអំបាប៉េបន្តបាក់ស្រាមវិញជាមួយនឹង Michael Olise ទាញឆ្វេង Olise ទៅណាវាយកែងឲ្យទៅកាន់អាពេ Olise វិញឲ្យជួយ1 2មកប៉ះល្អមែនទែន Olise បកគោលេងកូនផ្ទះបានជួយម៉ាយអើយអាម៉ាចាបារាំងអញទាត់បញ្ចូលសោះ Olise អូលីសេ3ជើងនេះណែសល់ចុងដៃទៀតក៏ទៅអ្នកចាំទីនេះល្អមែនឥឡូវបញ្ជូនទៅសារជាថ្មី Mbappe អាប៉េចូលថាទប់ដល់ពេលណាទប់មិនចូលមកលើ Mbappe បងMichael Olise បងអា Barcola បងដឺមេលេបងតា4នឹងចាប់ពីណាខ្ញុំសួរតមកទេថាចាប់ពីណាគេលើនេះចាប់1សល់1គេចាប់3សល់អាពេ1ទាញដាក់ភ្លឹប1-0បកាយទាត់បញ្ចូលហ៎បកាយទាត់បញ្ចូលហ៎ចង់3ទៅ10ជើងអីដែរឥឡូវគឺទីបំផុតបារាំងគឺអាចមានលកាក្នុងការនាំមុខស៊ុយអាចគឺ1-0ពីសំណាក់កីឡាករ Kylian Mbappe good job Mbappe ប្រប៉ើល្អពេអូយមកជើងស្រាមឯគីងសុំនេះគឺអែលណាអាប៉េណែ5គ្រាប់នៅក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ2026ជាមួយមើលការ set pick ball corner ណែ Olise តំនេះឲ្យទៅកាន់ Dembele បញ្ជូនប៉ាសេឲ្យទៅកាន់ជើងរបស់ Mbappe ហ្វាំងមួយទីស្រាមហើយក៏ស្គៀសមួយទាត់នៃអ្នកចាំទីលើកនេះគឺបានត្រឹមតែឈោមើលបាចូលទីទេសំខាន់គឺ3ដែរ Dembele Olise Mbappe នេះគឺសង់តង់រីល្អមែនទែន3ប៉ះរកបានមួយគ្រាប់អូយការ set pick ball corner នេះគឺអែមណា Mbappe អូយមកគ្រាប់របស់ Mbappe 5គ្រាប់នៅក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ2026មកវិញពី Anthony Elanga តែលើសិនទុកមួយសិនពី Luka Bergwijn ទៅណាចង់ទៅណាងើបវិញមកផ្ដាច់ចេញមកលើវិញពី Luka Digne ថាមកគុណមកក្នុងតង់ទី1គឺមានត្រឹមតែរយៈពេល3នាទីទេ Luka Bergwijn បញ្ជូនបន្តជាមួយនឹង Anthony Elanga បញ្ជូនបន្តទុកមួយសិនពី Svensson Anthony Elanga កាត់ចូលអីទាត់ឆ្វេងអូយបីសុយអាចដាក់មួយស្មាវិញមិញ3សំណាងអានោះវាទាត់បាញ់ចាប់លេខប្រមាណនឹងលេខ24គឺ Strauss នៃជាមួយការបញ្ជូន set pick ទៅបន្តពីជើងរបស់ Luka Bergwijn Svensson កាត់ចូលពី Anthony Elanga នេះ slide ឈូមកនេះក៏ទាត់ថែមទៅដែរអូយ3ឯងប្រហែលពួកខ្លងមិញបញ្ជូនទៅលើអត់បានល្អទេតាមមកវិញពីមន់គោកបារាំងជាបន្តទៅពី Tchouaméni ឲ្យទៅកាន់ Michael Olise ចោះទប់មួយ Barcola 2-0ដាច់គ្រាប់អើយ Barcola អូយ Michael Olise អើយអានោះបញ្ជូនបាល់ល្អទាញបង្កើតឱកាសមកទៀតហើយ2-0មន់គោកបារាំងដាក់ទៅកាន់ក្រុមបាល់ទាត់ជម្រើសជាតិស៊ុយអែតអូយប្រាប់ហើយថាទប់អត់ជាប់ទេអូនិយាយពីខ្ញុំផុសវីដេអូទៅគ្នាយើងនិយាយពីយកថាជឿជាក់ម្លេះមិនជឿជាក់ល្មិចបើយើងមើលទំនួលលេខបារាំង3ប្រកួតចែកពូលមកយើងមើលប្រៀបធៀបជាមួយស៊ុយអែតនឹងគឺបារាំងវាដាច់ផឹងតែម្ដងទំនួលលេខ4លើនឹង Barcola Dembele Mbappe Michael Olise នឹងចាប់ពីណាឥឡូវនេះសួរចាប់ពីណានេះជាមួយការបញ្ជូនបាល់ខូចTchouaméni ទប់ហើយគាត់បញ្ជូនចោលទៅកាន់ Olise នេះសំខាន់គឺ Olise សម្លឹងឃើញ Barcola មកបលោះល្អមែនទែនទប់មួយទាត់ស្ដាំប៉ាំងផ្លឹបមានអីនៅទៀតអ្នកចាំទីរបស់ក្រុមបាល់ទាត់ជាមួយជាតិស៊ុយអែតហ្នឹង Zetterstrom នឹងទៅចាប់ណាលោកអើយបាល់នេះទៅចាប់ណាមានតែចាប់ខ្ចោលទេឈ្នះហើយយើងណែ Barcola បញ្ជូនធ្វើក្រោយ Michael Olise បញ្ជូនចោល Mbappe 6គ្រាប់ស្មើគ្នាជាមួយនឹង Lionel Messi Mbappe វ៉ាវ6គ្រាប់អ្នកទាំងអស់គ្នា Mbappe រកបាននៅក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ2026ណែស្មើគ្នាជាមួយនឹង Lionel Messi បាត់ទៅហើយ
Kylian Mbappé ការបញ្ជូនចោះពី Michael Olise 3 ទល់នឹង 0 3 Vidal replay ខ្ញុំប្រាប់ឲ្យថាស៊ុយអែតនេះគឺគ្មានកឡូទប់ជាមួយនឹងបារាំងទេវាអត់មានអីមកផាយបដ ாய் ណាអូណែ3 ទល់នឹង 0 Mbappé 6 គ្រាប់នៅក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ 2026 សំខាន់ការប្រកួតនេះគឺ Mbappé រកបានរហូតដល់ទៅ 2 គ្រាប់ទាំងអស់គ្នាណែជាមួយមើលការគីហើយក៏បញ្ជូនចោះទៅពីMichael Olise នេះ Mbappé ទាញមករត់មកផ្ទះស្រាមនេះគឺអែមែនតើអញ្ចឹងគឺ Mbappé ស្មើគ្រាប់បាល់ជាមួយនឹង Lionel Messi នៅក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ 2026 នេះមានរហូតដល់ទៅ 6 គ្រាប់តែ Mbappé អាចនឹងរកបាន hat-trick ទេនៅក្នុងរាត្រីព្រឹកនេះទាំងអស់គ្នាវ៉ាវអាចលើអាចលើឆ្នាំហ្នឹងខ្ញុំធ្វើអាពេលស្បែកជើងមានទេណាពេលតែតោះនេះអរគុណច្រើនចប់ការប្រកួតអបអរសាទរដល់មនកុកបារាំងក្នុងការកក់កៅអីទៅកាន់វគ្គ16ក្រុមចុងក្រោយនៅក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ 2026 បន្ទាប់ពីលុតទៅកាន់ក្រុមបាល់ទាត់ទៅវាស៊ុយអែតនៅក្នុងវគ្គ32ក្រុមចុងក្រោយលទ្ធផល3ទល់ 0 Mbappé 2 គ្រាប់រួចជាមួយនឹងបាល់កូឡា1គ្រាប់អញ្ចឹងគឺ Mbappé ឡើង top 1 ជាមួយនឹង Messi ជាអ្នកដែលរកគ្រាប់បាល់បានច្រើនជាងគេនៅក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ 2026 នេះ